ជំរាបសួរលោកលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីទស្សនិកជនស្រុកយើងបានវិលមកជួបលោកលោកស្រីអ្នកនាងកញ្ញាជាថ្មីតាមម៉ោងនិងពេលកំណត់ដែលកម្មវិធីក្នុងពេលនេះគឺយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមបណ្ដោយផ្លូវជាតិលេខ 6A មកដល់ស្ពានព្រែកតមៈបាទនិងធ្វើដំណើរឆ្លងជាបន្តទៀតមកតាមផ្លូវជាតិលេខ 8ដែលឆ្ពោះទៅកាន់ខេត្តស្វាយរៀងនិងកំពង់ចាមក៏ប៉ុន្តែកម្មវិធីរបស់យើងបាទគឺមកត្រឹមហួសវត្តវិហារសួរបន្តិចមកដល់ភូមិស្វាយមាសបាទឃុំវិហារសួរស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលដែលកម្មវិធីរបស់យើងនឹងចុះមកដល់ភូមិមួយនៅក្នុងភូមិនេះសូមជម្រាបផងដែរថាមានកសិដ្ឋានមួយគឺចិញ្ចឹមកន្ធាយបាទលោកលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីបាទនិយាយអំពីកន្ធាយបាទគឺជាសត្វបាទពាក់កណ្ដាលទឹកពាក់កណ្ដាលគោកក៏ប៉ុន្តែភាគច្រើននៅក្នុងទឹកច្រើនជាងស្រដៀងគ្នានឹងអណ្ដើកផងដែរក៏ប៉ុន្តែទាស់ត្រង់ថាស្នូករបស់កន្ធាយទុនជាងស្នូករបស់អណ្ដើកតែការចិញ្ចឹមកន្ធាយមានផលប្រយោជន៍អ្វីខ្លះជាពិសេសបាទខ្ញុំបាទសូមជម្រាបផងដែរថាកន្ធាយក៏គឺជាអាហារមួយប្រភេទបាទខាងផ្នែកបងប្អូនចៅចិនក៏ថាជាអាហារដែលជំនួយដល់សុខភាពទៀតផងតែកសិដ្ឋានចិញ្ចឹមកន្ធាយនៅទីនេះចិញ្ចឹមដើម្បីអ្វីហើយបានពូជមកពីណាឆ្លងកាត់ការថែរក្សាយ៉ាងណាទស្សនវិជ្ជាស្រុកយើងនឹងបង្ហាញជូនលោកលោកស្រីអ្នកនាងកញ្ញាដូចតទៅ
មើលបានចំតែវិធីខ្ញុំមើលទៅស្អាតមែនទែនមានអនាម័យហ្នឹងបាទទៅគួងត្រូវហាន់ឲ្យស្អាតទៅឲ្យយកទៅលាយជាមួយកូនត្រីបានយកទៅបញ្ចូលក្នុងម៉ាស៊ីនកិនឲ្យម៉ត់បានយកទៅឲ្យពិធីទទួលទានមីងក៏មានប្រសាសន៍ថាតែពេលយើងធំក្លិនតិចគាត់ក៏វាក្បាលមិនញ៉ាំទេគឺក៏មិនស៊ីទេបាទបានរយុកយល់សំរាល់ថ្ងៃឃើញតែឆ្លៃនៅនឹងភ្នែកបងណានោះល្អបើមិនជាបងអូនជឿអ្នកណាមិនរួចទេ
លោកស្រីនាងកញ្ញាបានតាមដានទស្សនាបាទនៅសកម្មភាពក៏ដូចគ្នាស្រះចិញ្ចឹមកាហ្វេបន្តិចមកហើយនៅក្នុងពេលនេះបាទខ្ញុំបានសូមធ្វើកិច្ចសម្ភាសក៏ដូចគ្នាសន្ទនាជាមួយនឹងលោកម៉ាទីណេដែលជាម្ចាស់ដែលកសិដ្ឋានចិញ្ចឹមកាហ្វេផ្ទាល់តែម្ដងអំពីរបៀបការថែទាំនិងការរកពូជនៅចិញ្ចឹមហើយតើទៅប្រើជារយៈពេលប្រមាណខែប្រមាណថ្ងៃអាចទទួលផលបានពីការចិញ្ចឹមកាហ្វេបាទសូមអរគុណបាទខ្ញុំបាទសូមជម្រាបសួរបាទសុខសប្បាយទេណាបាទសុខសប្បាយបាទអរគុណច្រើនបាទជាឱកាសមួយរបស់កម្មវិធីចិត្តវិទ្យាយើងដែលបានមកជួបលោកផ្ទាល់តែម្ដងខ្ញុំចង់ជំរាបថាលោកប្រកបអាជីវកម្មជាអ្នកចិញ្ចឹមកន្ធាយនេះមកដល់ពេលនេះប្រហែលជាប្រហែលឆ្នាំហើយបាទ8ឆ្នាំហើយពីដើមមកដល់ពេលនេះ8ឆ្នាំហើយបាទហេតុអីបានលោកចាប់អារម្មណ៍លើការចិញ្ចឹមកន្ធាយព្រោះខ្ញុំមើលឃើញថាទីផ្សារនៅក្នុងប្រទេសខ្មែរយើងតម្រូវការបាទហើយអត់មានអ្នកណាចិញ្ចឹមកាហ្វេមានអ្នកណាចិញ្ចឹមបាទមកហើយខ្ញុំចេញទៅជាការចិញ្ចឹមកាហ្វេនេះមានតែយើងបាទមានភាពខុសប្លែកគ្នារវាងការចិញ្ចឹមកាហ្វេនិងចិញ្ចឹមត្រីទេបាទការចិញ្ចឹមកាហ្វេនិងត្រីដូចជាមិនខុសប្លែកគ្នាប្រហែលទេបាទព្រោះចិញ្ចឹមកាហ្វេដូចជាងាយស្រួលជាងបាទព្រោះកាហ្វេវាជាជីវិតមួយសត្វមួយដែលវាមានជីវិតធន់ពី2បាទតែនៅរស់នៅក្នុងទឹកក៏បានឬគូក៏បានបាទហើយវាមិនសូវរឹតទឹកទេបាទទោះជាទឹកល្អក់ឬមួយយ៉ាងម៉េចក៏វាអាចបានការថែទាំបាទទម្រាំតែកាហ្វេធំតើយើងត្រូវប្រើធិរៈវេលាយ៉ាងណាដែរការថែទាំតាំងពីតូចរហូតដល់ចាប់លក់បាទគឺយើងត្រូវប្រើពេល8ខែបាទ8ខែហ្នឹងពេលដែលយើងឲ្យស៊ីដល់នេះយើងអាចធ្វើការចាប់លក់ទៅទីផ្សារបានចំណីវាយ៉ាងម៉េចដែរបាទព្រោះថាលោកអ្នកបានតាមដានទស្សនាហើយតម្រូវតែអញ្ចឹងហ្មងឬមួយយ៉ាងម៉េចចំណីសម្រាប់កាហ្វេបាទចំណីសម្រាប់កាហ្វេយើងអាចឲ្យវាស៊ីដូចជាកូនត្រីកិនមួយតកួនបាទឲ្យវាស៊ីជារៀងរាល់ថ្ងៃបាទក៏ទៅចំណីកាហ្វេស្អាតបាតមែនអញ្ចឹងបានកាហ្វេនៅទីផ្សារមានតម្លៃសមរម្យគួរសមដែរអញ្ចឹងកាហ្វេហ្នឹងលោកភ្ញាស់ពងដើម្បីភ្ញាស់កូនខ្លួនឯងឬមួយក៏ទិញកូនមកពីណាហើយប្រភពកាហ្វេមកពីណាដែរពីរៀងរហូតមកខ្ញុំភ្ញាស់កូននៅខ្លួនឯងបាទមានការលំបាកទេបាទក្នុងការកាត់ទូចបាទការភ្ញាស់កូននិងកាត់ទូចមានការលំបាកព្រោះនៅតំបន់នេះវាធម្មតាការភ្ញាស់ជាងត្រូវការភ្លើងបាទយើងផ្លោះដោយអគ្គិសនីបានវាអាចញាស់ពីច្រើនបាទតែថាយើងមានការលំបាកដោយសារតំបន់យើងមានភ្លើងថ្លៃបាទនេះស្រួលហ្នឹងបាទនៅទីនេះលោកមានប្រមាណស្រះដែរសម្រាប់ចិញ្ចឹមកាហ្វេហើយបើគិតទៅប្រហែលជាប្រមាណក្បាលដែរទ្រុសបាទនៅទីនេះមាន4ស្រះហ្នឹងបាទហើយជិត30000ក្បាលបាទលោកមានកន្លែងចិញ្ចឹមតែមួយហ្នឹងទេឬមានកន្លែងណាផ្សេងទៀតកន្លែងច្រើនបាទតាមដូចជាបងប្អូននៅហើយជា10ខេត្តវ៉ាវម្នាក់នឹងមួយផ្ទះយើងទៅបាទការចិញ្ចឹមបែបហ្នឹងគឺគាត់ជាម្ចាស់ខ្លួនឯងលោកជាអ្នកយកកូនទៅជូនគាត់ឲ្យគាត់ចិញ្ចឹមហើយទិញពីគាត់មកវិញអញ្ចឹងមានន័យអញ្ចឹងអ្នកទាំងអស់គ្នាហ្នឹងអ្នកដែលចិញ្ចឹមហ្នឹងគឺថាយើងអ្នកផ្ដល់ពូជទៅឲ្យបាទយកពូជទៅដាក់ឲ្យអញ្ចឹងហើយយើងនឹងធ្វើការទិញវិញបាទក្នុងតម្លៃមួយដែលយើងសំរុំដែលអាចបន្តយកទៅលក់បន្តទៀតបានបាទបើសិនជាមានបងប្អូនប្រជាពលរដ្ឋយើងចាប់អារម្មណ៍ក្នុងការចង់ចិញ្ចឹមកាហ្វេអីចឹងបាទតើកសិដ្ឋានរបស់លោកនេះមានការផ្ដល់ការអប់រំសិក្សាការផ្ដល់ចំណេះដឹងដល់ពួកគាត់ទេបាទបើសិនមានប្រជាពលរដ្ឋចង់ចិញ្ចឹមបាទខ្ញុំមានឲ្យប្រជាពលរដ្ឋមកដើម្បីការសិក្សាបាទហើយនឹងផ្ដល់ពូជជូនគាត់ពិសេសពិសាលមែនទែនគាត់អាចទំនាក់ទំនងតាមរយៈទូរស័ព្ទកណ្ដាលអីបានទេបាទ